បាទសូមស្វាគមន៍ការចូលមកកាន់ការបង្រៀនកម្មវិធីនិពន្ធជាភាសាខ្មែរតាមរយៈវីដេអូនៅក្នុងមេរៀននេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរូបមន្តចំណាត់ថ្នាក់អញ្ចឹងតើធ្វើដូចម្តេចដើម្បីរកចំណាត់ថ្នាក់នៅក្នុងការគណនារកចំណាត់ថ្នាក់នៅក្នុងកម្មវិធីនិពន្ធអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអ្នកទាំងអស់គ្នាដើម្បីរកចំណាត់ថ្នាក់គឺយើងប្រើប្រាស់នៅរូបមន្តមួយបាទសូមទស្សនាបាទអញ្ចឹងនៅក្នុងត្រង់ចំណុចនេះគឺខ្ញុំចង់ធ្វើការរកចំណាត់ថ្នាក់របស់សិស្សអញ្ចឹងមានន័យថាពិន្ទុសរុបក៏យើងដឹងមធ្យមភាពក៏យើងដឹងអញ្ចឹងដើម្បីធ្វើការរកចំណាត់ថ្នាក់ឲ្យសិស្សនីមួយៗគឺយើងប្រើប្រាស់រូបមន្តមួយដើម្បីរកចំណាត់ថ្នាក់គឺយើងប្រើប្រាស់រូបមន្តដែលមានឈ្មោះថា rank អញ្ចឹងដើម្បីធ្វើការគណនាបានយើងចុចសញ្ញាស្មើបន្ទាប់មកអ្នកទាំងអស់គ្នាទៅសេពាក្យថា rank បើកវងកញ្ចក់ហើយយើងចុចនៅលើតម្លៃចំនួនមធ្យមភាពបន្ទាប់មកខាងលើនេះបន្ទាប់មកអ្នកទាំងអស់គ្នាប្រើប្រាស់នៅ semicolon មួយហើយយើងចុចនៅចំនួនខាងលើនេះត្រង់មធ្យមភាពនេះហើយយើងចុចវាជាប់បន្ទាប់មកយើងអស់រហូតដល់ចំនួនខាងក្រោមបន្ទាប់មកទៀតអ្នកទាំងអស់គ្នាប្រើប្រាស់នៅ semicolon មួយទៀតបន្ទាប់មកអ្នកទាំងអស់គ្នាអាចដាក់តម្លៃ1ឬក៏លេខ0នៅត្រង់ចំណុចចុងក្រោយនេះយើងអាចដាក់ខ្ញុំអាចដាក់លេខ1អ្នកទាំងអស់គ្នាអាចដាក់លេខ0ក៏បានអាស្រ័យទៅតាមការចង់បានរបស់អ្នកគ្នាបន្ទាប់មកយើងបិទវងកញ្ចក់ប៉ុន្តែខ្ញុំសូមធ្វើការបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចតាក់ទងទៅត្រង់ចំណុចលេខ1នេះបន្ទាប់អំពី semicolon យើងអាចធ្វើការដាក់លេខ0ក៏បានប៉ុន្តែត្រង់នេះគឺជាប្រភេទទិន្នន័យអញ្ចឹងអ្នកទាំងអស់គ្នាសូមកលេចមកមើលភាសាទៀតនៅក្នុងវងកញ្ចក់នៅពេលដែលយើងបើកគឺជាតម្លៃដែលយើងបាន select ទី1បន្ទាប់មកយើងបិទ semicolon 1ហើយយើងធ្វើការចុចនៅលើក្រឡាខាងលើនេះអស់រហូតដល់ក្រោមនេះបន្ទាប់មកយើងបិទ semicolon 1អញ្ចឹងនៅក្នុងប្លុកនេះគឺគេហៅថាទិន្នន័យចំណែកឯនៅត្រង់ E15 នេះE5 នេះគឺជាតម្លៃចំណែកឯបន្ទាប់អំពី semicolon នេះតម្លៃវាគឺស្មើ1ឬក៏អាចស្មើ0វាគឺជាប្រភេទទិន្នន័យអញ្ចឹងប្រភេទទិន្នន័យស្មើ0មានន័យថាយើងចង់តម្រៀបលំដាប់ពីធំមកតូចឬក៏បើសិនបើយើងដាក់លេខ1មានន័យថាយើងតម្រៀបតម្លៃលេខពីលំដាប់តូចមកលំដាប់ធំនៅពេលដែលចេញលទ្ធផលយើងអាចថាដាក់លេខ1អញ្ចឹងវាអាចចេញពីលេខ1រហូតដល់ឡើងពីលំដាប់លេខតូចរហូតដល់លេខធំចំណាត់ថ្នាក់អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់បន្ទាប់មកគ្រាន់តែចុចធ្វើការចុច key enter ពេលនោះលទ្ធផលនឹងត្រូវបានបង្ហាញហើយអ្នកទាំងអស់គ្នាធ្វើការចម្លងដោយចុចនៅលើលទ្ធផលនេះហើយយើងរេម៉ៅរបស់យើងដាក់ឲ្យចំត្រង់សញ្ញាព្រួយនេះដាក់ឲ្យចំចំណុចកែងខាងក្រោមដែលមានចំណុចពណ៌ខ្មៅបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការចុចម៉ៅឆ្វេងឲ្យជាប់ហើយធ្វើការអូសទម្លាក់មកក្រោមដើម្បីធ្វើការចម្លងរូបមន្តពេលនោះទិន្នន័យត្រូវបានបង្ហាញអញ្ចឹងមានន័យថាចំណាត់ថ្នាក់របស់គាត់ខាងលើនេះដែលមានឈ្មោះថាចាន់លីដានេះគឺគាត់មានចំណាត់ថ្នាក់លេខ3មធ្យមភាពរបស់គាត់75ចឹងតាក់ទងទៅនឹងការប្រើប្រាស់នៅរូបមន្តដើម្បីរកចំណាត់ថ្នាក់
គឺត្រូវបានបញ្ចប់បាទសូមអរគុណ